ชีวิตខ្ញុំអាភពអ្វីនៅលែកើតមកជាតិនេះគ្មានបាននឹងគេឬបាបកម្មជាពីបពេតែមានដឹងទេខ្ញុំរងាប៉ុណ្ណាបើសិនជាពេលនេះមានបាននៅក្បែរប្រហែលជាគ្រួសារយើងរត់សង្សារក៏ប៉ុន្តែអ្វីៗមិនដូចការស្មានព្រោះបើបានใจថនចូលរូបកូនហើយតាំងពីនៅតូចហើយដល់វ័យជីវិតខ្ញុំវាលំបាកយ៉ាងនេះគ្មានលោកប៉ាហើយនឹងគេតាំងពីក្មេងមកម្លេះមិនដេចវាសនានៅលើលោកកាលិសោយនឹងខ្ញុំបែបនេះគ្រាន់តែពួកវាសំដីហៅប៉ាក៏លោកមិនប្រណីសោះឬនេះជាកម្មរបស់ខ្ញុំតាំងពីជាតិមុនមែនទេទើបបានជាតិនេះខ្ញុំកើតមកវាសនាខ្ញុំខុសគេពេលដែលខ្ញុំឃើញក្មេងៗប្រឡែងនឹងប៉ារបស់ពួកគេខ្ញុំអោនមុខចុះសម្រក់ទឹកភ្នែកសួរខ្លួនឯងតើមានថ្ងៃនោះទេទឹកភ្នែកខ្ញុំនេះវាជាតែហូរនៅពេលដែលខ្ញុំអស់សង្ឃឹមជីវិតអ្នកក្រគឺលំបាកណាស់អ្នកក្រដូចគ្នាទើបបានដឹងម៉ាក់ខ្ញុំខំប្រឹងដើររកលុយបានតិចតួចយកមកចិញ្ចឹមចង់ជួយគាត់ណាស់តែខ្ញុំនៅតូចបានត្រឹមតែអង្គុយសំឡឹងពេលដែលខ្ញុំអាចធ្វើបាននៅពេលនេះគឺតូចចិត្តវាសនាទេវតាចាស់ក៏មែនទេហើយបីក៏ធ្លាក់លើគ្រួសារខ្ញុំនៅក្មេងមិនដឹងអីធំឡើងសពតែគ្មានប៉ាខ្ញុំខ្លាចបំផុតពេលដែលគេសួរថាប៉ាឯងនៅឯណាជីវិតខ្ញុំអាភពអ្វីនៅលែកើតមកជាតិនេះគ្មានបាននឹងគេឬបាបកម្មជាពីបពេតែមានដឹងទេខ្ញុំរងាប៉ុណ្ណាបើសិនជាពេលនេះមានបាននៅក្បែរប្រហែលជាគ្រួសារយើងរត់សង្សារក៏ប៉ុន្តែអ្វីៗមិនដូចការស្មានព្រោះបើបានใจថនចូលរូបកូនហើយតាំងពីនៅតូចខំប្រឹងតែងសរសេរឆាជីវិតជាបទចម្រៀងគ្រាន់សរសេរដល់ពេលលោកប៉ាទឹកភ្នែកក៏ស្រក់ចេញមកភ្លាមធ្វើឲ្យខ្ញុំនេះអួរដើមកទឹកភ្នែកក៏ប្រែកហើយទៅជាឈាមតែក្នុងនាមជាកូនប្រុសឬតែតស៊ូធ្វើចិត្តឲ្យហ៊ាននឹងមានរឿងច្រើនខ្លាំងណាស់ដែលយើងនឹងត្រូវប្រឈមមុខពេលនេះត្រូវជូតទឹកភ្នែកឲ្យដាក់ឈ្មោះតម្រង់ទៅមុខកុំចុះចាញ់នឹងឧបសគ្គកុំចុះចាញ់នឹងព្រេងវាសនាកុំយកលេះជាកូនកុំព្រាឲ្យគេមើងងាយដល់គ្រួសារខំប្រឹងត្រូវតែទន្ទិញវាមួយឃ្លាថាខំប្រឹងទោះពេលនេះលំបាកយ៉ាងណាក៏នៅមានម៉ាក់ជាទីពឹងគាត់ហត់ណាស់ដើម្បីចិញ្ចឹមយើងតាំងពីតូចរហូតដល់ធំគួរតែតបស្នងសងគុណគាត់ដោយគាត់ខំមើលថែយើងអញ្ចឹងពេលនេះកូនធំគ្រួសារយើងឡើងលំបាកដូចពីមុនទៀតហើយតែដូចជាស្ងាត់